ធ្លាប់តែ make up អាឈុកៗឥឡូវមកសាក make up នេះវិញម្ដងមើលតែមកលើមុខអាស៊ីដូចខ្ញុំអញ្ចឹងដូចមិនសូវសមហ្មងទេអ្នកគ្នានិយាយទៅគឺមុខស៊ីនឹងមុខ make up ខុសគ្នាដាច់តែម្ដងហើយមុននឹង make up ខ្ញុំមកធ្វើការប្រើប្រាស់ជាមួយនឹង Felix Sunscreen សិននិយាយទៅគឺមិនធម្មតាជួយការពារព្រឹកថ្ងៃណាជួយឲ្យ make up របស់យើង smooth ជាប់បានយូរទៀតនេះអ្នកគ្នាមើលបានណាពេលដែលយើង blend ចូលលើមុខទៅឃើញមុខរបស់យើងនឹងភ្លឺថ្លារលោងហ្មងតែបែរស្អាតប៉ុណ្ណឹងហើយយើងដាក់ជាមួយនឹង cushion Felix ពីលើទៅគឺថាមុខម៉ត់តែម្ដងហើយខ្ញុំប្រើលេខ23ដោយសារតែខ្ញុំចង់ឲ្យ make up មួយហ្នឹងមើលទៅរាងសហើយរាងក្រាស់បន្តិចរឿងបិទបាំងស្នាមមិនបាច់ចាំតែខ្ញុំនិយាយទេអ្នកគ្នាមិនថាស្នាមក្រហមឬដកក្រោមភ្នែកគេបិទបាំងបានល្អមែនតើរាងសតិចមែនតែអត់ជាបញ្ហាទេព្រោះឲ្យ make up ហ្នឹងគេ contour ដិតណាស់អ្នកគ្នារដងខ្ញុំដាក់តែមកតក់ណាទៅលើកនេះគឺខ្ញុំគូយកតែម្ដងដើម្បីឲ្យចេញទៅរងមុខបែបជ្រុង face cut លយទីគេអញ្ចឹងណាខ្ញុំក៏បានមកធ្វើការដាក់ powder ដើម្បីឲ្យចេញស្មៅស្អាតនិងមកធ្វើការគូចិញ្ចើមឲ្យខ្វង់ដូចគេអញ្ចឹងចំពោះចិញ្ចើមហ្នឹងគឺគេគូរៀងលើកឡើងលើហើយរៀងកម្ៅអ្នកគ្នាដោយសារតែយើងចំហអាស៊ីគឺ contour ចេញដូចគេទេអ្នកគ្នា eyeshadow ក្នុងរូបហ្នឹងគេប្រើជាមួយនឹងពណ៌រាងទឹកសមុទ្ររាងបែកសតែខ្ញុំដាក់រាងជ្រុលតិចហើយខ្ញុំក៏បានមកថែមជាមួយនឹង glitter នៅកណ្ដាលហ្នឹងដើម្បីវាឃើញសចាំងដូចគេចំពោះខ្ញុំផ្ទាល់ខ្ញុំមិនដែរផាត់ភ្នែកបែបអញ្ចឹងទេអ្នកគ្នារបៀបផាត់ខ្មៅមកជុំវិញភ្នែកដោយសារខ្ញុំមានអារម្មណ៍ថាខ្ញុំផាត់ជើងទៅឃើញចំណាស់តែពិតជាចំណាស់មែនគាត់ថាយើងធ្វើមិនដើម្បីបានរូបដូចគេយើងត្រូវតែផាត់សិនឯងទោះបីចំណាស់មិនក៏ដោយឲ្យឃើញប្លែកក៏នេះអ្នកគ្នាធ្វើការគូរំមាត់ឲ្យដូចគេទៅហើយដាក់ជាមួយនឹង lip gloss ទៅ make up ហ្នឹងគឺលះសាហាវហ្មងក្នុងរូបហ្នឹងហើយ result បន្ទាប់ពីធ្វើសក់ហើយគឺបានប៉ុណ្្នឹងឯងអ្នកគ្នានិយាយទៅគឺមានអារម្មណ៍ថាមកខ្លួនឯងចំណាស់សាហាវមានអារម្មណ៍ថាដូចទៅលេងល្ខោនមិនទេប៉ុន្តែឃើញបងប្អូនចូល comment ច្រើនមែនទែនថាមើលអត់ស្គាល់ទេបានអីស្គាល់បើ make up ហើយឃើញចាស់ហ្នឹងមិន make up ហើយឃើញក្មេងផង